សម្រាប់វគ្គសិក្សានេះគឺយើងបង្កើតឡើងក្នុងគោលបំណងជួយគ្រប់គ្រងក៏ដូចជាការផ្ដល់បច្ចេកទេសដល់បងប្អូនជាអ្នកចិញ្ចឹមសត្វដែលគាត់យល់ថាគាត់កំពុងតែខ្វះជាមួយនឹងចំណេះជំនាញកំពុងតែខ្វះពាក់ព័ន្ធជាមួយនឹងជំនាញទៅលើការចិញ្ចឹមការថែទាំការគ្រប់គ្រងក៏ដូចជាការធ្វើវ៉ាក់សាំងនិងការផ្សំចំណីជាដើមជាការពិតណាស់សម្រាប់ការផ្សំចៃទៅលើការចិញ្ចឹមក៏ដូចជាការផ្សំចៃទៅលើថ្លៃដើមនៃការចិញ្ចឹមគឺជារឿងដែលសំខាន់ប៉ុន្តែការផ្សំចំណីការយល់ដឹងពីការប្រើប្រាស់ចំណីគឺជារឿងដែលសំខាន់មួយពីព្រោះការចំណាយសរុបជារួមរហូតដល់ 70% នៃការចិញ្ចឹមជ្រូកគឺការចំណាយទៅលើចំណីអញ្ចឹងបើសិនជាបងប្អូនមានចំណេះជំនាញពាក់ព័ន្ធជាមួយនឹងការលាយផ្សំចំណីដឹងពីថ្លៃដើមនៃចំណីនោះនឹងជួយបងប្អូនសន្សំចៃបានកាន់តែច្រើនសម្រាប់វគ្គប្រវត្តិក៏ដូចជាយើងនឹងផ្ដល់ជូនសម្រាប់បងប្អូននោះគឺយើងនឹងបង្ហាញពាក់ព័ន្ធជាមួយនឹងចំណេះជំនាញផ្សេងៗដូចយើងបានរៀបរាប់ជូនខាងលើអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមការថែទាំជាពិសេសគឺការយល់ដឹងពីការផ្សំចំណីគណនេរ៉ូប្រូតេអ៊ីនយើងអាចផ្សំជាចំណីជ្រូកសាច់យើងអាចផ្សំជាមេចំណីដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនអាចគេហៅថាដឹងពីថ្លៃដើមរបស់ខ្លួនឯងហើយយើងអាចដឹងពីគុណភាពសម្រាប់ចំណីដែលយើងកំពុងតែផ្សំផងដែរជាការប៉ុណ្ណានៅពេលដែលបងប្អូនមានចំណេះដឹងពាក់ព័ន្ធជាមួយនឹងការយល់ដឹងពីវត្ថុធាតុដើមគ្រឿងផ្សំសម្រាប់យើងយកទៅផលិតចំណីយកទៅផ្សំចំណីក៏ដូចជាចំណីដែលយើងយកទៅផ្សំលាយបញ្ចូលគ្នាដើម្បីធ្វើយ៉ាងណាឲ្យបានប្រូតអ៊ីនទៅតាមតម្រូវការរបស់សត្វវាពិតជាមានភាពចាំបាច់ពីព្រោះបើសិនជាយើងផ្សំចំណីដែលមានប្រូតអ៊ីនគ្រប់គ្រាន់ជាតម្រូវការរបស់សត្វវានឹងធ្វើឲ្យសត្វលូតលាស់ល្អហើយទាំងសុខភាពទាំងការលូតលាស់គឺវាល្អទាំងព្រមជាមួយគ្នាអ្វីដែលជាអត្ថប្រយោជន៍បន្ថែមពាក់ព័ន្ធជាមួយនឹងវគ្គប្រវត្តិរបស់យើងក្រៅពីការទទួលបាននៅចំណេះជំនាញពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមការផ្សំចំណីការព្យាបាលនេះគឺបងប្អូននឹងទទួលបានជាមួយនឹងការចូលជាសមាជិករបស់ Agifit យើងនឹងមានការបញ្ចុះតម្លៃនៅក្នុងក្រុម Telegram របស់សមាជិករបស់ Agifit ហើយមានការផ្ដល់ជូននៅវិញ្ញាបនបត្រក៏ដូចជាយើងមានការផ្ដល់ជូនជាមួយនឹងថ្នាំដែលជាប្រភេទថ្នាំល្អៗដល់បងប្អូនសិក្ខាកាមដើម្បីឲ្យគាត់អាចយកថ្នាំទៅប្រើប្រាស់ជាមួយនឹងការចិញ្ចឹមរបស់គាត់ផងដែរសម្រាប់បងប្អូនដែលកំពុងតែចិញ្ចឹមសត្វហើយបងប្អូនកំពុងតែជួបប្រទះនៃបញ្ហានៃការចិញ្ចឹមក៏ដូចជាបញ្ហាសត្វជ្រូកឈឺក៏ដូចជាបញ្ហាពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមសត្វទៅជ្រូកវាមិនធំការឲ្យស៊ីចំណីយើងមិនបានត្រឹមត្រូវបងប្អូនគួរតែស្វែងរកការរៀនឬក៏អាចនឹងចូលរួមរៀនជាមួយនឹងវគ្គប្រវត្តិនេះដើម្បីជាការបង្កើនចំណេះដឹងបន្ថែមសម្រាប់បងប្អូនហើយក៏ដូចជាការពង្រឹងសមត្ថភាពនៃការចិញ្ចឹមរបស់បងប្អូនផងដែរ